អរគុណព្រះអង្គអញ្ចឹងចំណងជើងមេរៀនរបស់ខ្ញុំថ្ងៃនេះគឺនរណាជាកូនតូចរបស់ព្រះហើយតើនៅពេលដែលយើងដឹងថាតើនរណាជាកូនតូចហើយតើយើងត្រូវធ្វើអ្វីហើយមានលក្ខណៈសម្គាល់អីដែលយើងអាចសម្គាល់គាត់បានអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចូលទៅមើលនៅក្នុងព្រះគម្ពីរលូកាជំពូក15ខ13ហើយនិងព្រះគម្ពីរម៉ាថាយជំពូក18ខ11និងខ12ហើយនៅថ្ងៃនេះផងដែរយើងមានពីរចំណុចធំផងដែរនៅក្នុងមេរៀនរបស់យើងគឺទី1គឺនៅពេលដែលយើងដឹងថាគាត់ជានរណាហើយលក្ខណៈសម្គាល់របស់កូនទូចនោះអ្វីដែលយើងត្រូវធ្វើនោះគឺទី1ចូលថ្នមចិត្តគ្នាត្បិតជាអ្វីដែលព្រះចង់បានគឺនៅក្នុងគម្ពីរលូកាជំពូក15ខ21 25និងខ32គម្ពីរម៉ាថាយជំពូក18ខ6ខ7ម៉ាថាយជំពូក18ខ10និងចំណុចទី2គឺចូលថ្នមចិត្តគ្នាត្បិតអ្នកជាកូនច្បងនិងជាអ្នកធំនៅស្ថានសួគ៌នៅក្នុងគម្ពីរលូកាជំពូក15ខ25ម៉ាថាយជំពូក18ខ18ខ14និងម៉ាថាយជំពូក18ខ4ខ5ចាអរគុណព្រះអង្គចឹងយើងចូលទៅក្នុងចំណុចទី1របស់យើងថានៅមុនពេលចូលទៅក្នុងចំណុចទី1ខ្ញុំសូមបានអាននៅព្រះគម្ពីរប្រចាំមេរៀនរបស់យើងនៅក្នុងគម្ពីរលូកាជំពូក15ខ13ដែលសរសេរបែបនេះថាខ13ក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយក៏បង្ហិនទ្រព្យទៅដោយលបែងដ៏ហួសខ្នាតនិងនៅមួយខទៀតពីខទៀតគឺនៅគម្ពីរម៉ាថាយជំពូក18ខ11 12ខ11ត្បិតកូនមនុស្សបានមកដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលបាត់បង់បើមនុស្សណាមានជាង100ហើយមានមួយវង្វេងបាត់តើអ្នករាល់គ្នាគិតដូចម្ដេចតើមិនទុកជាម99នៅលើភ្នំនឹងទៅរកជាមមួយដែលវង្វេងបាត់នោះទេឬអីនៅក្នុងគម្ពីរម៉ាថាយជំពូក18ខ11 12អញ្ចឹងនៅក្នុងនេះអ្វីដែលយើងអាចសម្គាល់បានថាកូនតូចរបស់ព្រះដែលព្រះអង្គចង់ឲ្យយើងស្គាល់នោះជានរណាបើនៅក្នុងគម្ពីរលូកាជំពូក15ខ13ប្រហែលជាទាំងអស់គ្នាបានធ្លាប់ឮរឿងនឹងច្រើនហើយគឺរឿងកូនពៅវង្វេងអញ្ចឹងយើងអាចសន្មតបានថាកូនតូចរបស់ព្រះអង្គគឺជាកូនពៅព្រោះហេតុអីជាកូនពៅពេលខ្លះគាត់អត់ដឹងថាគាត់នៅជាមួយឪពុកសុខស្រួលប៉ុណ្ណាឯងហេតុដូច្នេះហើយគាត់តែងតែទាមទារអ្វីតាមតែចិត្តហើយគាត់មិនសូវជាខ្វាយខ្វល់នឹងធ្វើការអីទេគាត់ចង់ធ្វើអីគឺគាត់ធ្វើនឹងអញ្ចឹងទី1ដែលយើងត្រូវដឹងអ្នកដែលជាកូនតូចគឺជាអស់អ្នកណាដែលពុំដឹងថាគេធ្វើខុសឬក៏ត្រូវទេគេមិនដឹងថាការដែលគេនៅជាមួយឪពុករបស់គេនឹងស្រួលជាងឬមួយក៏ការដែលគេនៅជាមួយនឹងអ្នកដទៃស្រួលជាងទេហើយបើយើងតាមគម្ពីរម៉ាថាយជំពូក18ខ11 12យើងអានមុនហ្នឹងយើងដឹងថាជាកូនតូចគឺជាអ្នកណាគឺជាអ្នកដែលបាត់បង់ជាអ្នកដែលវង្វេងជាជាមដែលមិននៅក្នុងក្រៅហើយព្រះអង្គសពហត្ថីក្នុងការដែលទៅរកជាមតូចមួយនោះអញ្ចឹងនៅពេលដែលយើងដឹងអត្តសញ្ញាណរបស់កូនតូចហើយតើយើងអាចធ្វើអ្វីបានទៀតអញ្ចឹងយើងចូលដល់ចំណុចទី1របស់យើងនៅថ្ងៃនេះគឺទី1ចូលថ្នមចិត្តគ្នាត្បិតជាអ្វីដែលព្រះចង់បាននៅក្នុងគម្ពីរលូកាជំពូក15ខ21ដល់24លូកាជំពូក15ខ32អញ្ចឹងខ្ញុំសូមអាននៅគម្ពីរលូកាជំពូក15ខ21ដល់24ខ21ទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេខ22តែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងខ23រួចយកកូនគោដែលបំពន់មកសម្លាប់ចុះយើងនឹងបរិភោគឲ្យសប្បាយចិត្តត្បិតខ24ត្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅខ្ញុំនឹងអាននៅគម្ពីរមួយទៀតនៅក្នុងគម្ពីរលូកាដដែលជំពូក15ខ32គួរឲ្យយើងស៊ីលៀងដោយអសប្បាយទៅពីព្រោះប្អូនឯងនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយអញ្ចឹងហេតុអ្វីបានជាព្រះអង្គចង់ឲ្យយើងថ្នមចិត្តគ្នាពីព្រោះព្រះអង្គគឺជាគំរូទី1ដែលព្រះអង្គបានធ្វើសម្រាប់យើងពេលដែលយើងមើលទៅក្នុងរឿងកូនពៅគឺដឹងថា
កូនពៅគាត់បានលងខ្លួនហើយគាត់គិតថាការដែលគាត់មានទ្រព្យសម្បត្តិផ្សេងហ្នឹងគឺគាត់ចេះគ្រប់យ៉ាងអស់ហើយបណ្ដៃចុងក្រោយគឺគាត់ត្រូវអន្តរាយទាំងអស់ហើយគាត់នឹកឃើញពីឪពុករបស់ផងគាត់ដែលសូម្បីតែឈ្នួលរបស់ឪពុកផងគាត់ហ្នឹងក៏មានមហូបចុកហូបហ្នឹងគឺគ្រប់គ្រាន់ប៉ុន្តែសម្រាប់គាត់គឺគាត់សឹងតែទៅរើសបាយជ្រូកញ៉ាំផងដែរហើយដូច្នេះហើយគាត់បានគិតក្នុងចិត្តបានន័យថាគាត់បានដឹងថាខ្លួនគាត់ខុសហើយអញ្ចឹងគាត់ត្រឡប់មករកឪពុកវិញមិនសុំនឹងឲ្យឪពុកធ្វើជាកូនរបស់ធ្វើជាកូនរបស់លោកឪពុកគាត់វិញទេប៉ុន្តែសុំត្រឹមតែជាជើងឈ្នួលប៉ុន្តែបើសិនជាបងប្អូនបានមើលនៅក្នុងខ20បងប្អូននឹងឃើញថាឪពុកអត់មានប្រកាន់កូនទេហើយឪពុកក៏អត់មានខ្ពើមរអើមនឹងកូនដែរព្រោះយើងគិតថាគាត់ជាអ្នកបម្រើគេហើយរស់នៅក្នុងស្រុកដែលមានទូរភឹកអញ្ចឹងក៏អាវគាត់ដឹងគឺដឹងតែខោមិនខោអាវមិនអាវហើយប៉ុន្តែពេលដែលទៅដល់ជួបនោះអ្វីដែលខ្ញុំចាំនៅក្នុងខ20ហ្នឹងគឺឪពុកមានទឹកមុខអាណិតហើយរត់ទៅអោបថើបកូននឹងអញ្ចឹងគឺគាត់អត់មានស្ដីបន្ទោសកូនមួយម៉ាត់ណាទេហេតុដូច្នេះហើយដោយសារតែព្រះអង្គជាគំរូយើងទី1ដែលព្រះអង្គយ៉ាងម៉េចព្រះអង្គថ្នមចិត្តយើងពីព្រោះយើងក៏ធ្លាប់ជាកូនពៅដែរអញ្ចឹងហើយសម្រាប់ខ្ញុំធ្លាប់ជាកូនពៅហើយនៅក្នុងពេលដែលខ្ញុំត្រឡប់មកកាន់ព្រះវិញគឺព្រះអង្គថ្នមគឺព្រះអង្គអត់មានស្ដីឲ្យទេព្រះអង្គសួរថាគាត់ណាព្រះអង្គសួរថាជីវិតនៅខាងក្រៅហើយជីវិតនៅជាមួយឪពុកយ៉ាងម៉េចដែរនឹងជាអ្វីដែលខ្ញុំរៀនបានហើយខ្ញុំចង់ឲ្យបងប្អូនពិចារណាកន្លែងនេះផងដែរហើយមួយទៀតអ្វីដែលខ្ញុំឃើញមួយទៀតគឺឪពុកគាត់ដឹងច្បាស់ថាមុននឹងក្រោយកូនគាត់នឹងត្រឡប់មករកគាត់វិញហេតុដូច្នេះហើយគឺគាត់បានដឹងលទ្ធផលទុកជាមុនហើយប៉ុន្តែអ្វីដែលខ្ញុំឃើញថាព្រះអង្គស្រឡាញ់ខ្លាំងហ្នឹងហើយព្រះអង្គថ្នមចិត្តកូនតូចខ្លាំងហ្នឹងគឺអីគឺគាត់បានត្រៀមបំរុងអ្វីគ្រប់យ៉ាងសម្រាប់កូនអស់ហើយដឹងថាបើវាចេញទៅក្រៅវានឹងជួបការលំបាកវានឹងដឹងថាការដែលនៅជាមួយនឹងឪពុកគឺស្រួលកម្រិតណាអញ្ចឹងហើយព្រះអង្គបានត្រៀមអីព្រះអង្គត្រៀមអាវថ្មីព្រះអង្គត្រៀមគោសម្រាប់បំពន់រួចហើយបើវាត្រឡប់មកវិញវាទទួលខ្លួនខុសគឺព្រះអង្គទទួលវាជាកូនវិញដដែលហើយព្រះអង្គជប់លៀងឲ្យវាហើយដូច្នេះហើយយើងក៏ដូចគ្នាត្បិតតែយើងក៏ជាកូនតូចរបស់ផងព្រះដែរគឺនៅពេលដែលយើងវង្វេងបាត់ចេញពីព្រះអង្គដូចគ្នាយើងគិតថាយើងល្អប្រសើរហើយយើងមិនត្រូវការព្រះទៀតទេតែយើងគិតថាអ្វីដែលយើងមាននឹងគឺយើងគ្រប់គ្រាន់ហើយប៉ុន្តែចុងក្រោយយ៉ាងម៉េចចុងក្រោយគឺយើងអស់រលែងពីខ្លួនហើយពេលខ្លះយើងមានកំណត់ថាយើងមិនហ៊ានសឹងតែមិនហ៊ានមកចិត្តជាមួយនឹងឪពុករបស់យើងវិញដែលជាព្រះដែលព្រះអង្គមានក្តីស្រឡាញ់ធំមែនទែនសម្រាប់យើងប៉ុន្តែសូមឲ្យបងប្អូនបានមើលកន្លែងនេះថានៅខ22លូកាចំពុក15ខ22តែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងបានន័យថាឪពុករបស់គាត់បានត្រៀមរួចហើយថានឹងត្រៀមអ្វីសម្រាប់ពេលដែលកូនត្រឡប់មកវិញហើយព្រះអង្គក៏ដូចគ្នាគឺព្រះអង្គបានត្រៀមរួចហើយកាដូសម្រាប់យើងនៅពេលដែលយើងដឹងខ្លួនថាយើងខុសថាយើងពិតជាមានបាបហើយត្រឡប់មករកព្រះអង្គវិញព្រះអង្គបានត្រៀមគ្រប់យ៉ាងសម្រាប់យើងហើយព្រះអង្គអត់មានស្ដីបន្ទោសឲ្យយើងមួយម៉ាត់ណាទេខ្ញុំក៏ចង់ឲ្យបងប្អូនមើលតទៅទៀតដែរនៅក្នុងគម្ពីរម៉ាថាយជំពូក18ខ6និងខ7ខ្ញុំសូមអានជូនខ6ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះដែលជឿដល់ខ្ញុំរវាងចិត្តចេញនោះសួរឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាងខ7វេទនាដល់លោកីដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវិតចិត្តត្បិតសេចក្តីនោះត្រូវតែមានតែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវិតចិត្តហើយសូមបងប្អូនបានអានបន្តអានជាមួយខ្ញុំនៅគម្ពីរម៉ាថាយជំពូក18ខ10មួយទៀតចូលប្រយ័ត្នកុំឲ្យមើងងាយចំពោះកូនតូចណាមួយនោះឡើយត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាទេវតារបស់វាដែលនៅស្ថានសួគ៌តែងតែឃើញព្រះភ័ក្ត្រព្រះវរបិតាខ្ញុំជានិច្ចដែលទ្រង់គង់នៅស្ថានសួគ៌អញ្ចឹងនៅក្នុងគម្ពីរម៉ាថាយជំពូក18នៅខ6 7និងខ10នេះប្រាប់យើងពីអ្វីដែលយើងគួរជៀសវាងកុំឲ្យយើងធ្វើការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់កូនទូចនោះបិទតែព្រះអង្គមិនសប្តាហ៍តីឲ្យមានកូនតូចណាមួយត្រូវបាត់បង់ទេហើយព្រះអង្គស្រឡាញ់គេអញ្ចឹងនៅក្នុងគម្ពីរលូកាចំពុក15ខ21 24និងខ32គឺជាអ្វីដែលយើងគួរតែធ្វើដាក់
អ្នកដែលជាកូនទូចនៅពេលដែលយើងដឹងថាយើងកំណត់អត្តសញ្ញាណគាត់បានថាគាត់ជាកូនតូចរបស់ព្រះនឹងគឺជាអ្វីដែលយើងត្រូវធ្វើចំពោះគាត់ហើយនៅក្នុងម៉ាថាយចំពុក18ខ6ខ7និងខ10គឺជាអ្វីដែលយើងមិនគួរធ្វើពីព្រោះនេះគឺជាអ្វីដែលព្រះអង្គបានប្រាប់ច្បាស់ណាស់ថាព្រះអង្គថាបើអ្នកណានៅក្នុងខ6ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះដែលជឿដល់ខ្ញុំរវាចិត្តចេញនោះសួរឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាងព្រះអង្គថាព្រះអង្គអត់ចង់ឃើញយើងធ្វើឲ្យនរណាម្នាក់រវិតចិត្តទេជាពិសេសគឺកូនតូចរបស់ព្រះហ្នឹងព្រោះហេតុអីព្រះអង្គប្រាប់ថាបើសិនជាយើងស្លាប់នឹងវាល្អជាងយើងរស់នៅបើយើងធ្វើឲ្យគេរវិតចិត្តនេះគ្រាន់តែជាពាក្យប្រៀបធៀបគឺព្រះអង្គអត់ចង់តែម្ដងគឺអត់ចង់ឲ្យយើងធ្វើការនឹងទេហើយបខ7ព្រះអង្គដឹងទៀតថាខ្ញុំសូមអានជូនបន្តិចសិនម៉ាថាយចំពុក18ខ7វេទនាដល់លោកីដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវិតចិត្តត្បិតសេចក្តីនោះត្រូវតែមានតែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវិតចិត្តនោះព្រះអង្គថានឹងមានហេតុដែលត្រូវធ្វើឲ្យគេរវិតចិត្តប៉ុន្តែសូមកុំឲ្យយើងជាម្នាក់ដែលធ្វើឲ្យគេរវិតចិត្តឲ្យសោះប្រសិនបើយើងជាម្នាក់ដែលធ្វើឲ្យគេរវិតចិត្តស៊ូអីស៊ូដូចខ6ស៊ូឲ្យយើងស្លាប់ទៅល្អជាងគឺព្រះអង្គចង់ឲ្យរបស់ល្អដល់យើងហើយព្រះអង្គស្រឡាញ់យើងគ្រប់គ្នាអញ្ចឹងព្រះអង្គអត់ចង់ឃើញយើងណាមួយខុសនោះទេហើយបើសិនជាបងប្អូនកលេចទៅមើលម៉ាថាយចំពុក18ខ10ទៀតព្រះអង្គនឹងបងប្អូននឹងឃើញថាហេតុអីបានជាព្រះអង្គមិនចង់ឲ្យយើងជាអ្នកដែលបង្កហេតុឲ្យគេរវិតចិត្តខ្ញុំសូមអានជូនម្ដងទៀតខ10ចូលប្រយ័ត្នកុំឲ្យមើងងាយចំពោះកូនតូចណាមួយនោះឡើយត្បិតខ្ញុំប្រាប់អ្នករាល់គ្នាថាទេវតារបស់វាដែលនៅស្ថានសួគ៌តែងតែឃើញព្រះភ័ក្ត្រព្រះវរបិតាខ្ញុំជានិច្ចដែលទ្រង់គង់នៅស្ថានសួគ៌ព្រោះហេតុអីព្រោះគ្រប់គ្នាព្រះអង្គមានទេវតាម្នាក់មួយសម្រាប់នៅមើលយើងអញ្ចឹងអ្វីដែលយើងធ្វើទេវតាទាំងអស់នឹងកត់ហើយអ្វីដែលយើងធ្វើដាក់នរណាម្នាក់ទេវតារបស់គេនោះក៏គេកត់ហើយរាយការណ៍ទៅកាន់ព្រះដែរហើយអញ្ចឹងយើងគិតមើលនៅពេលដែលយើងទៅជួបជាមួយនឹងព្រះអង្គហើយព្រះអង្គទាញរបាយការណ៍មកហើយប្រាប់ថាយើងធ្វើខុសទី1ខុសនោះមួយខុសនេះមួយយើងធ្វើឲ្យអ្នកនេះបែបនេះអ្នកនេះបែបនេះរពាតចិត្តរឿងនេះតើកាដូរបស់យើងមិនត្រូវបានកាត់បន្ថយទេឬអីប៉ុន្តែព្រះអង្គអត់ចង់ឲ្យបែបហ្នឹងអញ្ចឹងហើយបានព្រះអង្គបានប្រាប់ជាមុនថាអ្វីដែលយើងគួរធ្វើនិងអ្វីដែលយើងមិនគួរធ្វើនៅពេលដែលយើងឃើញថាគេជាកូនតូចរបស់ព្រះអញ្ចឹងនេះហើយដែលជាហេតុដែលធ្វើឲ្យយើងចូលថ្នមចិត្តគ្នាត្បិតថាជាអ្វីដែលព្រះចង់បានសូមឲ្យបងប្អូនបានមើលទៅចំណុចទី2ជាមួយនឹងខ្ញុំដែរចំណុចទី2ថានៅពេលដែលយើងដឹងថានរណាម្នាក់ជាកូនតូចរបស់ព្រះហើយតើយើងគួរធ្វើយ៉ាងណាទៀតអញ្ចឹងចំណុចទី2ក៏ដូចគ្នានឹងចំណុចទី1ដែរគឺចូលថ្នមចិត្តគ្នាត្បិតអ្នកជាកូនច្បងនិងជាអ្នកធំនៅស្ថានសួគ៌អញ្ចឹងនេះគឺបានន័យថាដោយសារវាជាប្អូនយើងអញ្ចឹងហើយចូលឲ្យយើងបានមើលថែវាទៅព្រោះប្អូនវាអត់ដឹងថាវាធ្វើខុសទេបើវាដឹងថាវាធ្វើខុសនោះវាអត់ធ្វើប៉ុន្តែដោយសារគេមិនដឹងថាការដែលគេធ្វើនឹងខុសអញ្ចឹងហើយយើងដែលជាកូនច្បងដែលជាកូនធំដែលជាអ្នកដែលចាស់ទុំជាងវានោះគឺត្រូវតែមើលថែគេឲ្យដូចជាឪពុករបស់យើងបានមើលថែយើងដែរអញ្ចឹងខ្ញុំសូមឲ្យបងប្អូនបានអានជាមួយនឹងខ្ញុំនៅក្នុងគម្ពីរលូកាចំពុក15ខ25ឯកូនច្បងនៅឯចំការត្រឡប់មកចិត្តដល់ផ្ទះនោះក៏ឮសូរភ្លេងនិងរបាំសូមបានអានមួយទៀតនៅក្នុងគម្ពីរលូកាចំពុក15ដដែលនៅខទី31ឪពុកក៏តបថាកូនអើយឯងបាននៅជាមួយនឹងអញជាដរាបឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរអញ្ចឹងនៅកន្លែងនេះអ្វីដែលខ្ញុំបានឃើញនោះគឺកូនច្បងជាកូនយ៉ាងម៉េចជាកូនដែលធ្វើការអញ្ចឹងគាត់អត់នៅផ្ទះទេប៉ុន្តែផលដែលគាត់ធ្វើការឲ្យឪពុកនោះជាអ្វីពីព្រោះនៅពេលដែលគាត់មកដល់ឃើញគេរាំរបាំឃើញគេអីហ្នឹងគាត់ក៏ហៅឈ្នួលមកសួរថាតើគេធ្វើអីអញ្ចឹងឈ្នួលក៏ប្រាប់ថារៀបរាប់ពីដើមដល់ចប់ថាប្អូនលោកដែលចេញទៅហ្នឹងឥឡូវត្រឡប់មកវិញអញ្ចឹងហើយលោកឪពុកលោកសប្បាយចិត្តដែលបានកូនត្រឡប់មកវិញក៏ជប់លៀងឲ្យអញ្ចឹងកូនបងដែលទៅធ្វើការមកពីហត់ហ្នឹងគាត់អន់ចិត្តគាត់ក៏អត់ចូលទៅអញ្ចឹងហើយឪពុករបស់ផងគាត់នៅពេលដែលយើងមើលទៅខទី31ឪពុក
ក៏មកលួងកូនហើយមកប្រាប់ថាអ្វីដែលជារបស់ផងឪពុកគឺជារបស់ផងគាត់អញ្ចឹងបានន័យថាអ្វីដែលព្រះត្រៀមសម្រាប់យើងអ្វីដែលជាមរតករបស់ព្រះអង្គគឺត្រៀមសម្រាប់យើងមានអភ័យឯកសិទ្ធិក្នុងការទទួលយកការទាំងអស់ហ្នឹងអញ្ចឹងហើយដែលយើងជាកូនច្បងនេះអញ្ចឹងយើងកុំអោយគិតថាយើងធ្វើការថ្វាយព្រះឬមួយក៏យើងធ្វើអ្វីក៏ដោយយើងអត់មានទទួលបានកម្រៃយើងទទួលបានការនឿយហត់យើងទទួលបានការស្ដីបន្ទោសយើងទទួលបានអីផ្សេងប៉ុន្តែយើងអត់ហ៊ាននឹងធ្វើអីផ្សេងទៀតឲ្យទាស់ចិត្តជាមួយនឹងឪពុកប៉ុន្តែឪពុកយើងព្រះនៃយើងព្រះអង្គប្រាប់ថាម៉េចសូមបានអានជាមួយខ្ញុំនៅលូកាចំពុក15ខទី31ម្ដងទៀតជាមួយគ្នាឪពុកក៏តបថាកូនអើយឯងបាននៅជាមួយនឹងអញជាដរាបឯរបស់អញទាំងប៉ុន្មានក៏ជារបស់ផងឯងក៏ជារបស់ឯងដែរសូមយើងបានចាប់អារម្មណ៍ទៅលើពាក្យថាជាដរាបបានន័យថាយើងនៅជាមួយនឹងព្រះជាដរាបទៅហើយអញ្ចឹងអ្វីដែលព្រះអង្គមានគឺយើងមានអភ័យឯកសិទ្ធិក្នុងការដែលប្រើប្រាស់វាអញ្ចឹងប្រសិនបើយើងបម្រើព្រះយើងខ្វះខាតអីប្រងថាសុំព្រះអង្គទៅហើយយកទៅប្រើទៅកុំឲ្យគិតថាយើងធ្វើការហត់ហើយគេនោះគេខុសហើយគេត្រឡប់មកវិញព្រះអង្គទទួលគេព្រះអង្គលើកគេហើយបណ្ដៃអត់មានស្ដីឲ្យវាអីមួយម៉ាត់សោះហើយស្រឡាញ់វាជាងខ្ញុំតែព្រះអង្គថាអត់ទេគឺព្រះអង្គថាឯងបាននៅជាមួយនឹងអញជាដរាបឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរអញ្ចឹងយើងអាចសរុបថាកូនច្បងគាត់ជាអ្នកកូនដែលទទួលមរតកអញ្ចឹងហើយមរតកដែលព្រះរបស់យើងមានយើងក៏មានអភ័យឯកសិទ្ធិក្នុងការដែលទទួលយកការទាំងនោះដែរអញ្ចឹងហើយដែលយើងមានអភ័យឯកសិទ្ធិទទួលយកការទាំងនោះហើយប្រើការទាំងនោះអញ្ចឹងយើងកុំឲ្យទៅប្រកាន់ប្អូនហើយចូលថ្នមចិត្តវាព្រោះវាអត់ដឹងថាការដែលវាធ្វើនឹងវាខុសទេសូមឲ្យបងប្អូនបានអានជាមួយខ្ញុំបន្ថែមទៀតនៅគម្ពីរម៉ាថាយជំពូក18ខ14ដូច្នេះព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ក៏មិនសពព្រះハរតីឲ្យកូនតូចណាមួយនេះត្រូវវិនាសដូច្នោះដែរអញ្ចឹងនេះជាអ្វីដែលព្រះអង្គបញ្ជាក់ប្រាប់ថាដែលយើងជាកូនច្បងនេះដែលយើងជាកូនដែលទទួលមរតកហើយជាម្នាក់ដែលនៅជាមួយនឹងឪពុកជារៀងដរាបហ្នឹងត្រូវធ្វើអ្វីត្រូវគឺគ្រាន់តែដឹងពីទឹកបតីរបស់ព្រះដឹងពីទឹកចិត្តរបស់ឪពុកថាព្រះអង្គអត់ចង់ឲ្យកូនតូចណាមួយបាត់ទេហេតុដូច្នេះហើយបានជាព្រះអង្គបានប្រាប់ពីរបៀបដែលយើងដែលត្រូវធ្វើឲ្យត្រូវជាមួយនឹងកូនតូចហ្នឹងដើម្បីអីដើម្បីយើងបានទទួលមរតកទាំងអស់ពីផងព្រះហើយសូមបានអានជាមួយខ្ញុំមួយទៀតនៅគម្ពីរម៉ាថាយជំពូក18ខ4និងខ5ខ4ដូច្នេះអ្នកណាដែលបន្ទាបខ្លួនឲ្យបានដូចកូនតូចនេះអ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរស្ថានសួគ៌ហើយខ5អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំដែរអញ្ចឹងនៅក្នុងម៉ាថាយជំពូក8ខ14នេះក៏ជាសេចក្តីបង្គាប់មួយដែរដែលប្រាប់ថាម៉េចនៅពេលដែលយើងបន្ទាបខ្លួនឲ្យដូចកូនតូចបានន័យថាឲ្យយើងស្មើជាមួយវាកុំឲ្យប្រកាន់វាឲ្យគិតថាវាជាមិត្តសម្លាញ់របស់យើងនៅពេលដែលយើងជាមិត្តភក្តិយើងអត់សូវប្រកាន់គាត់ទេហើយឲ្យដឹងថាប្អូនវាខុសវាអត់ដឹងថាវាខុសទេបើគាត់ដឹងតែខ្ញុំនិយាយដដែលឲ្យម្ដងទៀតថាបើសិនជាគេដឹងថាគេខុសនោះគេមិនធ្វើការហ្នឹងប៉ុន្តែគេមិនដឹងអញ្ចឹងហើយយើងដែលជាអ្នកដែលជារៀនច្បងដែលជាអ្នកដែលមានបទពិសោធន៍ច្រើនជាងគាត់ទទួលការលូតដំច្រើនជាងគាត់យើងគួរតែជួយគាត់ក្នុងការដែលឲ្យគាត់មានភាពកក់ក្ដៅនៅជាមួយនឹងយើងដូចជាអីដូចជាឪពុករបស់កូនពៅពេលដែលកូនពៅមកគាត់អត់មាននិយាយគាត់អត់មានស្ដីឲ្យកូនពៅមួយម៉ាត់ណាទេប៉ុន្តែគាត់រត់ទៅអោបរត់ទៅថើបហើយយកសម្លៀកបំពាក់ដែលល្អយកមកបំពាក់ឲ្យទៀតហើយជប់លៀងឲ្យទៀតនេះជាអ្វីដែលយើងអាចរៀនបានទាំងអស់គ្នានៅក្នុងនេះហើយអ្វីមួយទៀតដែលខ្ញុំរៀនបាននៅក្នុងជំពូក18នឹងដែរនៅខ4ខ5នោះគឺជាដំបូងយើងត្រូវតែធ្វើជាមិត្តជាមួយនឹងគេពីព្រោះនៅពេលដែលមាន
នរណាម្នាក់គាត់ធ្វើខុសអ្វីដែលឲ្យគាត់មកសុំទោសឬក៏គាត់មកទទួលកំហុសអ្វីដែលគាត់ចង់ឮមុនគេនោះមិនមែនជាការស្ដីបន្ទោសមិនមែនជាការចាត់ថ្នាក់មិនមែនជាការដែលប្រាប់គាត់ថាមិនដែរគេប្រាប់មិនជឿទេមិនមែនជាការទាំងអស់នឹងនោះទេប៉ុន្តែអ្វីដែលគេត្រូវការនោះគឺក្តីស្រឡាញ់ហើយអ្វីដែលគេត្រូវការនោះគឺជាមិត្តភ័ក្តិដែលថាអូខេបើអ្នកឯងខុសចូលមកយើងនឹងរួមគ្នាដើម្បីកែប្រែកំហុសនោះយើងនឹងរួមគ្នាដើម្បីកែប្រែការខុសរបស់អ្នកនោះកុំឲ្យវាកើតឡើងទៀតពីព្រោះហេតុអីពីព្រោះព្រះវរបិតារបស់យើងព្រះអង្គបានដាក់ឧទាហរណ៍រួចស្រេចហើយសម្រាប់យើងទាំងអស់គ្នាហើយអ្វីដែលយើងត្រូវធ្វើនោះគឺគ្រាន់តែមើលហើយអនុវត្តតាមហើយឲ្យដឹងថានៅពេលដែលការដែលយើងធ្វើនោះឯងនៅពេលដែលយើងធ្វើការហ្នឹងនៅពេលដែលយើងស្គាល់ថាកូនតូចជានរណាយើងចេះថ្នមចិត្តគេតាមអ្វីដែលព្រះអង្គចង់បានហើយឲ្យដឹងថាយើងនឹងក្លាយជាកូនច្បងហើយជាអ្នកធំនៅឋានសួគ៌ព្រោះព្រះអង្គនិយាយច្បាស់នៅក្នុងម៉ាថាយជំពូក18ខ5ថាអ្នកណាដែលទទួលកូនតូចណាមួយដោយកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំដែរអញ្ចឹងគ្រាន់តែយើងទទួលគេដោយមិនមានការរើសអើងដោយមិនមានការកាត់សេចក្តីថាកំហុសរបស់គេកម្រិតនេះគួរទទួលទោសកម្រិតណាស្មើនឹងយើងទទួលព្រះអង្គអស្ចារ្យប៉ុណ្ណាអញ្ចឹងអរគុណព្រះអង្គហើយអរគុណបងប្អូនទាំងអស់គ្នាអញ្ចឹងចង់បញ្ចប់មកវិញអ្វីដែលយើងរៀនបានជាមួយគ្នានៅថ្ងៃនេះគឺគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាបានដឹងថាបានសង្កេតយល់ថានរណាជាកូនតូចរបស់ព្រះហើយនៅពេលដែលយើងបានដឹងថានរណាជាកូនតូចហើយសូមឲ្យយើងថ្នមចិត្តគ្នាត្បិតតែជាអ្វីដែលព្រះអង្គចង់បានហើយមួយទៀតផងដែរសូមឲ្យយើងថ្នមចិត្តគ្នាត្បិតថាយើងជាកូនច្បងនិងជាអ្នកធំនៅស្ថានសួគ៌ហើយក៏មុនពេលដែលយើងបែកគ្នាទៅក៏សូមឲ្យបងប្អូនបានគិតពិចារណាកន្លែងនេះបន្តិចដែរប្រសិនបើអ្នកទាំងអស់គ្នាជាកូនតូចនោះចូលដឹងថាព្រះទន្ទឹងរង់ចាំផ្លូវអ្នកហើយព្រះអង្គបានត្រៀមកាដូសម្រាប់អ្នកពេលដែលអ្នកត្រឡប់មកវិញហើយប្រសិនបើយើងដឹងថាយើងជាកូនច្បងនោះចូលកុំឲ្យប្រកាន់ខឹងជាមួយនឹងកូនតូចត្បិតតែគេមិនដឹងថាការដែលគេធ្វើនោះខុសឬត្រូវនោះទេអរគុណព្រះអង្គនឹងមុនពេលដែលបញ្ចប់សូមអ្នកទាំងអស់គ្នាបានសម្រួមចិត្តអធិដ្ឋានខ្លីជាមួយនឹងខ្ញុំបន្តិចព្រះម្ចាស់ព្រះយេស៊ូវហើយគុណអរគុណព្រះអង្គសម្រាប់ព្រះបន្ទូលទ្រង់នៅថ្ងៃនេះឲ្យទូបង្គំទាំងអស់គ្នាដឹងថាតើនរណាជាកូនតូចរបស់ផងព្រះអង្គហើយពីរបៀបដែលយើងខ្ញុំទាំងអស់គ្នាត្រូវធ្វើជាមួយនឹងពួកគាត់ហើយនឹងត្រៀមចិត្តត្រៀមគំនិតរបស់យើងខ្ញុំថាឲ្យដឹងថាតើយើងខ្ញុំជាអ្វីជាមួយនឹងគាត់ផងដែរហើយយើងត្រូវប្រព្រឹត្តនឹងគាត់ដោយរបៀបណាព្រះអង្គចាស់ហើយសូមឲ្យព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះបានស្ថិតនៅជាប់នឹងចិត្តក្នុងគំនិតយើងខ្ញុំហើយយើងខ្ញុំមានឱកាសក្នុងការដែលចែកចាយនៅព្រះបន្ទូលនេះទៅកាន់បងប្អូនកូនដតីទៀតផងដែរគុណអរគុណព្រះអង្គបិតាហើយកូនអធិដ្ឋានទូលថ្វាយដល់ដឹងគុណនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទចាអរគុណអស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាសូមព្រះអង្គប្រទានពរអរគុណដល់អ្នកគ្រូនិជិតាដែលបានចែកចាយព្រះបន្ទូលរបស់ព្រះដ៏អស្ចារ្យនេះគឺឲ្យយើងទៅជាមនុស្សធំទាំងអស់គ្នាពីព្រោះអីជួនកាលយើងជួបកូនរបស់ព្រះដែលកំពុងតែវង្វេងកំពុងតែកំសត់ទុរគតកំពុងតែមិនទាន់ស្គាល់ដឹងថាខុសឬក៏ត្រូវឬក៏មិនទាន់បានរៀនមិនទាន់បានយល់ពីសេចក្តីស្រឡាញ់របស់ព្រះដូច្នេះហើយគឺយើងដឹងថាប្រហាតីរបស់ព្រះគឺជាព្រះអង្គតែងតែមិនបន្ទោសហើយព្រះអង្គតែងតែរង់ចាំនៅកាដូជានិច្ចហើយឲ្យយើងនឹងរួមគំនិតជាមួយនឹងព្រះធ្វើយ៉ាងដូច្នោះផងដែរដោយដឹងថាយើងបានទទួលមរតករួចទៅហើយដោយយើងជារៀមច្បងអរគុណដល់ទ្រង់អ្នកគ្រូផងដែរដែលបានចែកចាយយ៉ាងច្បាស់លាស់នៅថ្ងៃនេះគឺយើងរៀនបានទាំងអស់គ្នាឆ្នេះហើយគឺយើងនឹងឯងដែលជាអ្នកដែលស្រឡាញ់កូនតូចហ្នឹងគឺយើងជាអ្នកធំជាមួយនឹងព្រះហើយព្រះអង្គនឹងប្រទានរង្វាន់តាមការដែលយើងធ្វើគុណព្រះតទៅនេះគឺយើងមានការដែលបើសិនជាយើងមិនទាន់បានជឿព្រះអង្គគឺយើងទទួលព្រះអង្គនៅថ្ងៃនេះផងដែរគឺយើងយល់តាមព្រះបន្ទូលរបស់ទ្រង់នៅរ៉ូមចំពុក10ខ10
គឺយើងនឹងទទួលព្រះអង្គដោយជំនឿហើយយើងព្រះអង្គមកគង់នៅក្នុងជីវិតរបស់យើងផងដែរនៅរ៉ូមចំពុក10ខ10ត្បិតយើងបានសេចក្រិតដោយមានចិត្តជឿហើយក៏បានសង្គ្រោះដោយមត់ទទួលថ្លែង5គឺចិត្តយើងជឿយើងនឹងសេចក្រិតហើយយើងបានសង្គ្រោះដោយយើងអំពាវនាវដល់ព្រះនាមព្រះយេស៊ូវគ្រីស្ទនេះគឺជាលំនាំនៃសេចក្តីអធិដ្ឋានគឺព្រះអង្គនឹងសពប្រតិនឹងចិត្តយើងវិញមិនមែនពាក្យសម្ដីរបស់យើងទេដូច្នេះហើយអាចអធិដ្ឋានតាមខ្ញុំមកឃ្លាមផងដែរយើងព្រះអង្គមកគង់នៅជាមួយហើយយកព្រះអង្គជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះហើយឲ្យព្រះអង្គផ្លាស់ប្ដូរជីវិតរបស់យើងទៅជាដូចអង្គទ្រង់ផងដែរហើយទិដ្ឋានតាមខ្ញុំឃ្លាមអោព្រះយេស៊ូវអើយសូមយាងមកគង់នៅក្នុងចិត្តខ្ញុំធ្វើជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះសូមអត់ទោសឲ្យខ្ញុំសូមយកខ្ញុំទៅឋានសួគ៌ពេលព្រះអង្គយាងមកវិញសូមផ្លាស់ប្រែចិត្តខ្ញុំឲ្យដូចជាអង្គទ្រង់អាមែនហើយការដែលយើងអធិដ្ឋាននេះឯងគឺយើងព្រះអង្គមកព្រះយេស៊ូវគ្រីស្ទមកគង់នៅក្នុងជីវិតរបស់យើងគឺយើងទៅជាត្រឡប់ទៅជាកូនរបស់ព្រះព្រះអង្គឲ្យអំណាចយើងត្រឡប់ជាកូនព្រះហើយគឺយើងបានទទួលអ្វីខ្លះយើងទៅជាកូនរបស់ព្រះអង្គគឺទី1ព្រះអង្គផ្លាស់ប្រែរូបកាយរបស់យើងឲ្យដូចជារូបឧត្តមរបស់ទ្រង់នៅភីលីបចំពុក3ខ21ទាំងចិត្តទាំងរូបកាយផងដែរគឺយើងនឹងមានរូបកាយថ្មីហើយយើងមិនត្រឹមតែមានរូបកាយថ្មីទេគឺយើងមានវិមានថ្មីនៅកូរិនថូសខ្សែទី2ចំពុក5ខ1នៅចំណុចទី2ចំណុចទី3គឺវិមានយើងមានបន្ទប់ពេញដោយជារបស់ដែលគប់ចិត្តនៅសុភាសិតចំពុក24ខ4ចំណុចទី4គឺយើងមានផ្លូវទីក្រុងរបស់យើងគឺធ្វើពីមាសហើយទ្វារធ្វើពីកែវមកក្តារនៅវិវរណៈចំពុក21ខ21ចំណុចទី5គឺយើងបានអង្គុយនៅលើបល្ល័ង្កជាមួយនឹងព្រះអង្គនៅពេលដែលយើងឈ្នះនៅពេលដែលយើងជឿព្រះអង្គនឹងឯងដែលយើងឈ្នះវិវរណៈចំពុក3ខ21ចំណុចទី6គឺយើងមិនត្រឹមតែមានបល្ល័ង្កទេគឺយើងមានមកុដនៃជីវិតផងដែរនៅវិវរណៈចំពុក2ខ10ហើយចំណុចទី7គឺព្រះអង្គទៅរៀបកន្លែងឲ្យយើងហើយព្រះអង្គនឹងយាងមកវិញមកយកយើងទៅនៅជាមួយនឹងទ្រង់យូហានចំពុក14ខ1ដល់ខ3ចំណុចទី8គឺព្រះអង្គយាងមកវិញគឺព្រះអង្គយករង្វាន់មកចែកឲ្យយើងគ្រប់គ្នានៅវិវរណៈចំពុក22ខ12ចំណុចទី9គឺព្រះអង្គបានធ្វើហួសសន្ធឹកព្រះអង្គនឹងធ្វើហួសសន្ធឹកព្រះអង្គបានស្និទ្ធជាមួយនឹងយើងហើយនឹងឲ្យយើងអ្វីដែលជារបស់ផងទ្រង់និងជារបស់ផងយើងអេពីសូតចំពុក3ខ20ចំណុចទី10គឺព្រះអង្គប្រទានពរ1ជា100នៅពេលដែលយើងធ្វើអ្វីថ្វាយព្រះធ្វើអ្វីនៅមានសេចក្តីស្រឡាញ់ដល់បងប្អូនយើងដូចជាយើងស្រឡាញ់ក្មេងៗដូចជាស្រឡាញ់អ្នកណាដែលមិនទាន់បានស្គាល់ព្រះអង្គមិនទាន់បានយល់នោះគឺយើងនឹងបាន100ភាគឡើងវិញហើយគឺព្រះអង្គនឹងឲ្យយើងបើសិនជាយើងឲ្យគេ$1គឺជាព្រះអង្គនឹងឲ្យយើង$100មកវិញនេះគឺជាប្រហាតីដ៏ធំធេងរបស់ព្រះដែលយើងមិនចេះអស់កម្លាំងនៅពេលដែលយើងធ្វើតាមព្រះអង្គនៅពេលដែលយើងអត់ទោសឲ្យគេនៅពេលដែលយើងបំរើនៅពេលដែលយើងបន្ទាបខ្លួននឹងឯងដែលព្រះអង្គសប្បុរសឲ្យយើងធ្វើតាមប្រហាតីព្រះអង្គអរគុណដល់ព្រះអង្គគឺយើងនឹងមានការរៀនបន្ថែមផ្ទាល់ផងដែរនៅយើងមាន live Facebook របស់យើងជីវិតរស់រហូត ECC TV ហើយយើងមាន YouTube ជីវិតរស់រហូត ECC TV ហើយយើងមាន Zoom ID របស់យើងគឺ834 51 30 22 99 passcode យើងគឺ208282អរគុណដល់ព្រះអង្គបើសិនជាយើងមានចង់ការទំនាក់ទំនងគឺយើងអាចទំនាក់ទំនងមកពួកយើងផងដែរអរគុណដល់ទ្រង់គឺយើងអាចនឹង chat មកតាម YouTube ឬក៏ Facebook នឹងផងដែរអរគុណដល់ទ្រង់គឺសូមខ្ញុំអធិដ្ឋានផងដែរព្រះវរបិតាដែលគុណថាសួរអរគុណដល់ព្រះអង្គក៏សូមព្រះអង្គនឹងប្រទានពរដល់គុណទាំងអស់គ្នាឲ្យមានចិត្តស្រឡាញ់គ្នាឲ្យចេះស្រឡាញ់ដល់
កូនរបស់ព្រះទាំងអស់គ្នាដែលមិនទាន់បានយល់ព្រះបន្ទូលរបស់ទ្រង់ហើយក៏សូមឲ្យកូនបានទទួលគ្រប់ទាំង10ចំណុចនិងលើសផងដែរដែលព្រះអង្គប្រទានឲ្យតាមព្រះបន្ទូលរបស់ទ្រង់ក៏សូមឲ្យកូនបានស្វែងរកព្រះបន្ទូលរបស់ព្រះអង្គថែមទៀតដោយឲ្យដឹងនៅសេចក្តីស្រឡាញ់របស់ទ្រង់ហើយដឹងរបៀបដែលយើងស្រឡាញ់គ្នាជាយ៉ាងណាស្រឡាញ់របៀបព្រះអង្គជាយ៉ាងណាស្រឡាញ់ចិត្តខាងជាយ៉ាងណាក៏សូមឲ្យកូនបានដកឲ្យទាំងការភ័យខ្លាចឲ្យទាំងការបារម្ភអស់ទាំងការខ្វល់ខ្វាយអស់ទាំងការលំបាកចិត្តពីជីវិតរបស់កូនឲ្យមានតែសេចក្តីសុខសាន្តមានប្រាជ្ញានិងការប្រោះលោះមកពីទ្រង់ថ្វាយការទាំងអស់សូមព្រះអង្គមើលថែប្រទេសជាតិកូនទាំងអស់គ្នានិងក្រុមគ្រួសារនីមួយៗឲ្យពោរពេញទៅដោយសេចក្តីសុខសាន្តថ្វាយការទាំងអស់នេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមព្រះអង្គប្រទានពរដល់យើងទាំងអស់គ្នាចា៎ជំរាបលា